tip ខ្លះៗនៃការថែទាំបច្ចេកវិទ្យា DMI ឲ្យប្រើប្រាស់បានយូរអង្វែងអញ្ចឹងសម្រាប់ការថែនេះគឺខ្ញុំសង្ខេបនឹង tip ចំនួន6ចំណុចអញ្ចឹងនៅក្នុង6ចំណុចខ្ញុំនឹងធ្វើការសង្ខេបជូនទៅដល់ចំណុចទី1គឺការថែរក្សាថ្មអញ្ចឹងបងដឹងស្រាប់ហើយគឺ brand របស់ BYD និង Denza គឺយើងប្រើជាមួយនឹងប្រភេទថ្មផលិតដើម្បីថែរក្សាថ្មផលិតបាតារីឲ្យកាន់តែយូរអង្វែងនិងប្រើប្រាស់បានយូររក្សាថ្មឲ្យនៅចន្លោះពី20ទៅ80%សម្រាប់ការប្រើប្រាស់ប្រចាំជៀសវាងការសាកថ្ម100%ញឹកញាប់ខ្លាំងឬក៏ជាប្រចាំថ្ងៃតែចំណុចហ្នឹងគឺយើងដកលើកលែងបងមានដំណើរកំសាន្តឬក៏ដំណើរទៅកុំទុកថ្មរហូតដល់0%ចំណុចកន្លែងហ្នឹងខ្ញុំបើកវងកញ្ចក់សម្រាប់បច្ចេកវិទ្យា DMI នៅពេលដែលបងប្រើថ្មនៅសល់ចន្លោះពី15ទៅ20វានឹងលោតចូលសាំងអូតូម៉ាទិកឯងមានន័យថាលែងប្រើប៉ុន្តែចំណុចហ្នឹងកុំទុកថ្មដល់0គឺសំដៅទៅលើឡានអគ្គិសនីសាកថ្មប្រភេទ AC ឬក៏ normal charge ឲ្យច្រើនជាងប្រភេទ DC ឬក៏ហៅថា fast គោលធំទី2គឺទៅលើ HEV modes ឲ្យឆ្លាតមានន័យថាបងប្រើប្រាស់ EV ទៅលើប្រភេទ low speed ឬក៏ការប្រើប្រាស់នៅក្នុងប្រើប្រាស់ប្រភេទម៉ាស៊ីនគឺសម្រាប់ប្រភេទ long highway មានន័យថាដំណើរឆ្ងាយទៅតាមខេត្តហើយសម្រាប់ចំណុចបន្ថែមតាក់ទងជាមួយនឹង super hybrid ចូលចិត្តការបើកបែប smooth កន្លែង smooth driving កន្លែងហ្នឹងគឺចង់សំដៅទៅលើការជន់បែបបញ្ញាប់ឬក៏ដាក់ប្រអប់លេខបែបបញ្ញាប់បខំចូលដល់ចំណុចទី3ការថែទាំឲ្យបានទៀងទាត់ដោយបងដឹងស្រាប់ហើយប្រភេទ DMI គឺក៏ super hybrid សម្រាប់ការថែទាំលើកទី1គឺ6ខែឬក៏3500គីឡូយកតែគីឡូ HEV ឬក៏ដំណើរការដោយម៉ាស៊ីនសម្រាប់លើកទី2 1ឆ្នាំឬក៏10000គីឡូបន្ទាប់ពីការថែទាំបានទៀងទាត់ក៏យើងធ្វើការប្រើជាមួយនឹងម៉ាស៊ីនយ៉ាងហោចណាស់1សប្តាហ៍ទៅ2សប្តាហ៍នៅក្នុងការថែទាំហ្នឹងក៏មានដូចជាការចាក់សាំងទុករាប់ខែយូរចូលដល់ចំណុចទី4គឺការគ្រប់គ្រងសីតុណ្ហភាពកុំទុករថយន្តហាក្តៅយូរខ្លាំងកុំទុករថយន្តនៅហាក្តៅយូរកុំសាកថ្មភ្លាមបន្ទាប់ពីយើងមកដល់ព្រោះពេលនោះគឺថ្មកំពុងតែឡើងកម្ដៅថ្មក៏ចូលចិត្តតាក់ទងមួយសីតុណ្ហភាពត្រជាក់ឬក៏ស្ថិរភាពចំណុចទី5គឺថាការថែទាំប្រព័ន្ធជើងក្រោមឬក៏ទួលរថយន្តព្រោះបងដឹងស្រាប់ហើយតាក់ទងជាមួយនឹងឡាន super hybrid វាធ្ងន់ព្រោះនៅក្នុងហ្នឹងគឺទម្ងន់នៃអាគុយរបស់យើងអញ្ចឹងគឺបងឧស្សាហ៍ប៉និតជាមួយនឹងសម្ពាធកង់រាល់ខែបងវិលសម្បកកង់រៀងរាល់10000គីឡូម្ដងឆែកជើងក្រោមរាល់ពេលបងមកមែនតើចំណុចទី6ជាចំណុចចុងក្រោយគឺតាក់ទងជាមួយនឹងការ software update អញ្ចឹងអាចធ្វើការ update software ឬក៏ឆែកមើលរាល់ពេលដែលបងយកមកធ្វើការ service maintenance នៅក្រុមហ៊ុនអញ្ចឹងតាក់ទងជាមួយនឹង6ចំណុចដែលខ្ញុំធ្វើការសង្ខេបអំពីការថែទាំប្រភេទ super hybrid ឬក៏ប្រភេទអគ្គិសនី